5 ម៉ោងមុនឡើងឡានទៅសៀមរាបវាជាគំរូអត់ល្អឯអ្នកទាំងអស់គ្នាមិនបាច់យកតាមទេណាចេញពីធ្វើការភ្លាមខ្ញុំសំដៅទៅហាងវ៉ែនតាដើម្បីទិញឡេនម៉ាញ៉ូបន្ទាប់មកទៀតគឺខ្ញុំទៅកន្លែងគ្រឿងសមុទ្រទៅសៀមរាបមិនទិញគ្រឿងសមុទ្រវិញម៉ែប៉ាខ្ញុំអត់បានទៅសៀមរាបមួយខ្ញុំឯងអញ្ចឹងខ្ញុំត្រូវទិញគ្រឿងសមុទ្រហ្នឹងទុកឲ្យគាត់ហូបរយៈពេលដែលខ្ញុំទៅមួយថ្ងៃហ្នឹងណាយប់ហ្នឹងម៉ោង 11 កន្លះខ្ញុំត្រូវឡើងឡានទៅសៀមរាបប៉ុន្តែអីគ្រប់យ៉ាងគឺខ្ញុំអត់ទាន់រៀបចំរួចរាល់ទាំងអស់តែម្ដងចូលផ្ទះបានមួយផ្លែតយកអីវ៉ាន់ទុកហើយខ្ញុំក៏មកម៉ាតបន្តដើម្បីទិញគ្រឿងសាប៊ូគ្រឿងកំប៉ុងគ្រឿងញ៉ាំអីផ្សេងៗនៅតាមឡានដោយសារយើងមានកូនតូចដែរអញ្ចឹងត្រូវទិញទឹកដោះគោទិញអីឲ្យគាត់មើលមួយណាដែលគាត់ចូលចិត្តអញ្ចឹងទៅយើងទិញដាក់តាមឡានឲ្យហើយអញ្ចឹងណាព្រោះលើកទី1ដែលយើងចេញទៅសៀមរាបទាំងយប់ហ្នឹងឥឡូវយើងបានទិញអីវ៉ាន់ហើយអស់ហើយយើងក៏មកដល់ផ្ទះរៀបចំកៅអៅបន្តទៀតអូយអ្នកទាំងអស់គ្នាមើលអត់ទាន់ហើយទាំងអស់នៅទាំងអស់ហ្មងស្លន់សាហាវណាថ្ងៃហ្នឹងសបត់ឡានគឺយើងបានកក់ហើយមានម៉ោងចេញត្រឹមត្រូវអញ្ចឹងតែយើងទៅយឺតដឹងតែចោលលុយហ្មងសបត់ហ្នឹងគ្រាន់តែចំណាយពេលរៀបចំកៅអៅនោះគឺមកសន្ទុះធំតែម្ដងអញ្ចឹងក៏ឆ្លៀតពេលមួយទឹកមួយផ្លែតហើយបិទម៉ាស់មុខបន្ទាប់មកយើងក៏ចេញដំណើរឡើងទៅពេញតែម្ដងចេញធ្វើការម៉ោង 5 កន្លះរហូតដល់ម៉ោង 9 4នាទីអ្នកទាំងអស់គ្នាគឺថាមកមានញឹករហូតសំបីតាញ៉ាំអីមិនតិចចូលពោះក៏អត់ទាន់ដែរឥឡូវឡើងទៅពេញហ្នឹងគឺអត់ទាន់ទៅចលែងចំណតឡានហ្មងឯងគឺយើងទៅរកអីញ៉ាំនៅកន្លែងកោះនរាលើកទី1ណាចេញមកក្រៅអត់ផាត់មុខឲ្យមើលមុខចង់ខ្លាចអើយនិយាយត្រង់ស៊ីនពេកទៅចូលទិញផ្លូវមន់នៅកោះនរាមផ្លែដែរអ្នកទាំងអស់គ្នាបន្ទាប់មកអង្គុយញ៉ាំអីនៅខាងកោះពេជ្រមកសធុធំដែរហ្នឹងទៅសៀមរាបហ្នឹងខ្ញុំអត់យកឡានខ្លួនឯងទៅទេខ្ញុំជិះឡានក្រុងណាអញ្ចឹងខ្ញុំយកឡានទៅផ្ញើនៅចំណតគេបន្ទាប់មកម៉ោង 11ហ្នឹងក៏ជិះទៅចំណតឡានក្រុងឲ្យហើយតែម្ដងនឹងទស្សនវិជ្ជាទីក្រុងភ្នំពេញនៅម៉ោង 11 យប់អ្នកទាំងអស់គ្នាឥឡូវយើងក៏មកដល់ចំណតឡានក្រុងហើយដែរហើយមានភ្ញៀវទេសចរច្រើនមែនតើហើយគាត់ទៅតាមបណ្ដាខេត្តផ្សេងៗគ្នាអញ្ចឹងណាតែគ្រាន់ចេញម៉ោងគៀកមួយយើងដែរទេគោលដៅឡានខ្ញុំពីភ្នំពេញទៅសៀមរាបម៉ោង 11 កន្លះអញ្ចឹងទៅដល់នោះម៉ោង 5 ភ្លឺអ្នកទាំងអស់គ្នាអូខ្ញុំលើកទី1បបពិសោធន៍ជិះឡានគេងយប់ហើយចំពោះឡានក្រុងឡារីតានេះឬក៏ឡានធ្វើដំណើរពេលថ្ងៃហ្នឹងគឺខ្ញុំជិះតែឡានក្រុមហ៊ុនគាត់ហ្នឹងទេតាំងពីដើមមកគ្រាន់តែឡានគេងយប់នេះគឺជាលើកទី1របស់ខ្ញុំហើយមានអារម្មណ៍ថាប្លែកនេះគឺជាទស្សនវិជ្ជានៅក្នុងឡានក្រុងពេលយប់ដែលយើងគេងហ្នឹងអ្នកទាំងអស់គ្នាគឺមាន2ជាន់ជាន់ក្រោមនិងជាន់លើអញ្ចឹងខ្ញុំគេងពីអ្នកកូននេះគឺនៅជាន់ក្រោមហើយមាននៅលើខ្ញុំហ្នឹងមួយជាន់ទៀតអញ្ចឹងណាបើខ្លួនខ្ញុំផ្ទាល់បានដើរលេងគឺថាសប្បាយចិត្តមួយយ៉ាងហើយប៉ុន្តែរត់តែសប្បាយចិត្តទៀតហ្នឹងគឺឃើញកូនខ្លួនឯងគាត់ពេលដែលគាត់ឃើញអីថ្មីដែលគាត់អត់ដែរបានឃើញគាត់បង្ហាញអារម្មណ៍ថាគាត់រំភើបរីករាយអ្វីដែលនៅជុំវិញខ្លួនគាត់អញ្ចឹងណាវាធ្វើឲ្យខ្ញុំរត់តែមានក្តីសុខហើយចង់តែនាំគាត់ដើរលេងឲ្យបានច្រើនអញ្ចឹងឥឡូវនេះក្មេងតូចរបស់យើងនេះគឺថាលេងច្រើនឥឡូវនេះអស់កម្លាំងគេងលក់អីឡានខ្ញុំចេញម៉ោង 11 កន្លះអញ្ចឹងទៅដល់នោះម៉ោង 5 ភ្លឺអ្វីដែលខ្ញុំទៅសារនោះគឺគេទៀងម៉ោងមែនតើទៅដល់ម៉ោងប៉ុន្មានគឺម៉ោងហ្នឹងទៅដល់ហើយ